តោះចឹងអានេះគឺឧបករណ៍របស់ PH មួយទៀតដែលវាមានមុខងារ4ទី1គឺមើលពលឺបាទទី2សំណើមទី3ជីវជាតិដីហើយនឹង PH ចឹងមុននឹងប្រើយើងមើលខាងក្រោយប្រអប់នេះដែរណាក្រោយប្រអប់ហ្នឹងចឹងអាខាងក្រោយប្រអប់ហ្នឹងហើយនឹងអា screen ឧបករណ៍របស់ PH គឺវាដូចគ្នាណាបាទចឹងយើងមើលអាជួរកោងលើនេះណានេះអាហ្នឹងគឺពលឺហើយអាជួរទី2គឺសំណើមដីណាជួរកោងទី2ហើយជួរកោងទី3គឺជីវជាតិដីណាបាទហើយនឹងអាបន្ទាប់ត្រង់ខាងក្រោមគេហ្នឹងគឺ PH ណា PH អញ្ចឹង screen ហ្នឹងគឺដូចគ្នាបាទហើយវាមានប៊ូតុនកាច់ដូចគ្នាចឹងដែរណាទៅ PH កាច់មក PH មកចង់មើលជីវជាតិកាច់មកជីវជាតិមកចង់មើលសំណើមកាច់សំណើមចង់មើលពលឺកាច់មកពលឺតោះឥឡូវយើងសាកបងប្រើឧបករណ៍ហ្នឹងនៅដីបាទដីនេះគឺមានដំណាំមានក៏ឆៃថាវមានកាត់ណាផងមានសដែកផងនេះសដែកបាទហើយមានអាឡឹកទៀតណាបាទអាឡឹកបាទតោះឥឡូវយើងប្រើក្នុងលក្ខខណ្ឌដីសើមដូចគ្នាណាបាទដីរឹងពេកយើងចាក់ទៅខ្លាច់បាក់បាទអញ្ចឹងយើងចាក់ទៅឲ្យត្រង់ដូចគ្នាយ៉ាងមកចាក់ទៅបាទបាទអញ្ចឹងប៊ូតុនហ្នឹងគឺយើងមក PH ហើយអញ្ចឹងឥឡូវយើងមើល PH គឺបន្ទាត់ខាងក្រោមកុំច្រឡំមើលខាងលើបន្ទាត់នៅខាងក្រោមហ្នឹងមាន PH ពី1ពីលេខ1ដល់លេខ8ហ្នឹងឯងអញ្ចឹង PH នេះគឺវាឆ្អល់លេខ5អញ្ចឹងបានន័យថាដីហ្នឹងគឺ PH 5បាទឥឡូវយើងចុចកាច់ប៊ូតុនមកខាង U ត្រៀនបាទហើយអញ្ចឹងយើងមើល U ត្រៀនគឺនៅ U ត្រៀនគឺនៅបន្ទាត់ទី2សុំទោសនៅបន្ទាត់កោងទី3រាប់ពីលើណារាប់ពីលើចុះមកក្រោមគឺបន្ទាត់ទី3វាមាន low មាន high អញ្ចឹង U ត្រៀនហ្នឹងគឺនៅចំណុចលេខ4ណាបាទមាន low មាន high ហ្នឹង low ហ្នឹងបានន័យថាតិចhigh ហ្នឹងខ្ពស់អញ្ចឹង U ត្រៀនដីហ្នឹងគឺនៅចំណុចលេខ4បានន័យថាវាល្មមសមស្របណាប៉ុន្តែអាហ្នឹងក៏ទាមទារការដាក់ជីបំពន់បន្ថែមដែរបាទអញ្ចឹងបន្ទាប់ពី U ត្រៀនគឺយើងមកមួយឈើហ្នឹងគឺនៅបន្ទាត់លេខ2ណាបន្ទាត់ទី2រាប់ពីលើអញ្ចឹងមួយឈើហ្នឹងគឺលេខ6ជាងអញ្ចឹងបានន័យថាសំណើមដីហ្នឹង60%បាទអញ្ចឹងបើមកចំណុចក្រហមបានន័យថា weight វាសើមខ្លាំងពេកបាទឥឡូវយើងមកមើលពលឺអញ្ចឹងគ្រប់ជាតិត្រូវការពលឺដើម្បីលូតលាស់អញ្ចឹងពលឺនេះរៀងខ្សត់តិចហើយពលឺបាទបានត្រឹមបាទពីជាងអត់បាន200ផងបានពាក់កណ្ដាល200ផងអញ្ចឹងពលឺសមស្របសម្រាប់គ្រប់ជាតិលូតលាស់គឺ500ទៅ2000ល្មមបាទហើយខ្ញុំវាស់ពេលនេះគឺវាមេរៀងទុំអញ្ចឹងនៅពលឺវាខ្សត់បាទអញ្ចឹងពលឺប៉ុណ្ណឹងអត់សមស្របនឹងការលូតលាស់របស់គ្រប់ជាតិទេពលឺអញ្ចឹងឧបករណ៍ហ្នឹងគឺប៉ុណ្្នឹងឯងហ្នឹងហើយអញ្ចឹងបើមានចំណាប់អារម្មណ៍ចង់ទិញអាចតាក់ទងមក Nasto Center មកណាលេខទូរស័ព្ទមានហើយនៅក្នុងវីដេអូហ្នឹងបាទចានេះគឺ 4 in 1បាទអរគុណច្រើន